ខ្ញុំបាទសូមអរកាយគោរពនឹងជម្រាបសួរពុកម៉ែបងប្អូននិងទស្សនិកជនជាទីគោរពនៅក្នុងថ្ងៃនេះជួបជាមួយខ្ញុំបាទស៊ូស៊ីខ្ញុំបាទសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកតាមដានសម្ដាប់នៅជោគជតារាសីប្រចាំថ្ងៃដែលខ្ញុំបាទតែងតែធ្វើការអានជូនសម្ដាប់ជារៀងរាល់ថ្ងៃសូមពុកម៉ែបងប្អូនធ្វើការ comment នៅលេខសំណាងនិងសាធុដើម្បីទទួលបានលាភធំចូលផ្ទះនិងមានសំណាងល្អជប់តាមខ្លួនរហូតនៅក្នុងថ្ងៃនេះការធ្វើដំណើរឬការប្រកបមុខរបររកស៊ីផ្សេងពុកម៉ែបងប្អូនត្រូវប្រកាន់យកទិសខាងត្បូងកុំចេញយាត្រាទៅទិសអាគ្នេយ៍ធ្វើអ្វីមិនគួរប្រសើរឡើយចំពោះការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលក្នុងការរៀបមង្គលការឬពិធីសែនព្រេនផ្សេងនិងបើចង់ទទួលបានជោគជ័យនៃការលេងល្បែងអ្វីមួយនោះសូមអង្គុយនៅទិសអាគ្នេយ៍បែរមុខទៅទិសខាងលិចនិងទទួលបានជោគជ័យគ្រប់កលៈទេសៈសូមរីករាយស្ដាប់នៅហោរាសាស្ត្រប្រចាំថ្ងៃសុក្រនេះជាមួយខ្ញុំបាទដូចតទៅឆ្នាំជូតកណ្ដុរនាំលៀបនាំសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតខ្លាយជាអ្នកមានយសខ្ពង់ខ្ពស់ម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌សនិងលឿងលេខនាំលៀបសំណាងលេខ48និង59សូម comment លេខ168យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំជូតនៅថ្ងៃនេះឃើញថាដួងរាសីរបស់លោកអ្នកនៅមានកម្រិតមធ្យមហេតុនេះក៏បីមានការប្រយ័ត្នប្រយែងបន្តិចទៅប្រសើរសម្រាប់ស្ត្រីផងដែរមានដំណើរជីវិតរដេបរដប់ជាងបុរសនិងធ្វើឲ្យជួបរឿងរ៉ាវដែលនឹកស្មានមិនដល់ថែមទៀតផងដោយឡែកចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីលោកអ្នកមិនត្រូវប្រកាន់ចិត្តស្រាលឆាប់ខឹងឬប្រកែកប្រកាន់ឡើយនាំតែមានចំនួនជាមួយអតិថិជនបាត់បង់នៅប្រាក់ចំណូលខ្លួនឯងតែប៉ុណ្ណោះរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំក៏បីកុំភ្លើតភ្លើនតាមអារម្មណ៍អូសទាញត្រូវចេះអប់រំដាស់តឿនខ្លួនឯងទៅជាការប្រពៃបំផុតឆ្នាំឆ្លូវគោឧបរាជចិញ្ចឹមជួបតែរឿងល្អៗក្នុងជីវិតមានលៀបមានសំណាងជួបតែមនុស្សជួយជ្រោមជ្រែងសម្រេចរាល់សេចក្តីប៉ងប្រាថ្នាម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងពណ៌ក្រហមលេខនាំលៀបសំណាងលេខ11និងលេខ61សូម comment លេខ168យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំឆ្លូវនៅថ្ងៃនេះឃើញថាដួងរាសីរបស់លោកអ្នកស្រុតចុះបន្តិចហេតុនេះធ្វើឲ្យមានការប្រែប្រួលមួយចំនួនក្នុងការរស់នៅក៏ដូចជាការប្រកបការងារសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីវិញនៅក្នុងថ្ងៃនេះមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាក៏ដោយលោកអ្នកទាល់តែខិតខំខ្លាំងទើបអាចទទួលបានជោគជ័យនៅមុខជំនួយធំទៅរួចរាយការណ៍ធ្វើដំណើរទៅណាមកណាឲ្យប្រយ័ត្នបញ្ហាឧបទ្រពយាយីបន្តិចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការប្រែប្រួលបដូរផ្លាស់ព្រោះជួនកាលក៏ត្រូវរើគ្នាជួនកាលក៏ទាស់ទែងគ្នាទៀតផងឆ្នាំខាលខ្លាមានបារមីដេកជាមានអំណាចមានមនុស្សតាមជួយជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអ្នកមានអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិមហាសាលម៉ោងនាំលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នាំលៀបសំណាងពណ៌សនិងពណ៌ផ្កាឈូកលេខនាំលៀបសំណាងលេខ21និង82សូម comment លេខ168យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំខាលនៅថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកល្អប្រសើរហេតុនេះលោកអ្នកអាចសម្រេចចិត្តធ្វើរឿងអ្វីមួយបានហើយប៉ុន្តែយ៉ាងណាក៏ត្រូវគិតឲ្យបានល្អិតល្អន់ផងដែរទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើងនៅពេលក្រោយវិញសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីទាំងតូចទាំងធំបើចង់ចរចាទិញឬដោះដូរទំនិញអ្វីមួយដោយឆាប់ត្រូវរើគ្នាទៀតផងរាយការណ៍សម្រេចចិត្តជោគជ័យយ៉ាងឆាប់រហ័សទៀតផងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការរីកលូតលាស់ទៅមុខនិងបើមិនទាន់មានគូគប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកទៀតផងឆ្នាំថោះទន្សាយមាសសេដ្ឋីចិញ្ចឹមមានប្រាជ្ញាឆ្លៀសវៃនិងគំនិតភ្លឺថ្លាហើយអនាគតវិញនោះខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង7ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌ទឹកក្រូចនិងពណ៌សលេខនាំលៀបសំណាងលេខ77និង89សូម comment លេខ168យកលៀបសម្បត្តិមហាសេដ្ឋីចំពោះឆ្នាំថោះ
នៅថ្ងៃនេះដោយសារលោកអ្នកនឹងបានទទួលដំណឹងល្អឬលទ្ធផលអ្វីមួយចូលមកគ្រាន់សប្បាយចិត្តផងដែរសម្រាប់អ្នកប្រកបអាជីវកម្មឬត្រូវការជួញដូរទីជិតឆ្ងាយតែងតែអាចប្រមូលផលកម្រៃចូលផ្ទះវិញយ៉ាងត្រជាក់ចិត្តរាយការណ៍រស់នៅមានសុខដុមនឹងហើយបើចង់ដោះស្រាយចំនួនវិវាទក៏ជាពេលវេលាល្អប្រពៃណាស់ដែររីឯបញ្ហាស្នេហាប្រុសស្រីកំឡោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រស្នេហាថ្មីសម្រាប់អ្នកហើយឆ្នាំរងពោះនាគរាជមន្ត្រីចិញ្ចឹមធ្វើកិច្ចការងារអ្វីមួយអ្នកតែងមានគំនិតជ្រះថ្លាហើយប្រាថ្នាអ្វីគឺតែងបានសម្រេចដូចប៉ងមកនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង7ល្ងាចពណ៌នាំលៀបសំណាងពណ៌បៃតងនិងពណ៌ក្រហមលេខនាំលៀបសំណាង77និង99សូមខមមិនលេខ899យកលៀបសម្បត្តិកហបតីជនខ្ពស់ចំពោះឆ្នាំរងនៅថ្ងៃនេះមុននឹងសម្រេចចិត្តអ្វីមួយសំខាន់លោកអ្នកត្រូវចេះត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយបើព្រនោះទេនឹងជួបផលអាក្រក់ជាងជួបផលល្អហើយរីអ្នកប្រកបមុខរបរជួញដូររកស៊ីនៅថ្ងៃនេះវិញការជួញតិចជិតឆ្ងាយផ្ដល់ផលកម្រៃហូរចូលមួយគ្រាន់បំពេញបំពង់អញ្ចឹងដែរតែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានចំនួនវិវាទដោយប្រការណាមួយផងរាយការរស់នៅជួបនៅភាពរកម្មចិត្តបន្តិចតែយ៉ាងណាក៏មានសុខដុមដោយសពមួយដងរាបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេហើយពិសេសងាយកើតចំនួនវិវាទដោយសារការមិនយល់ចិត្តគ្នាឬមិនចេះអត់ឱននៃគ្នាទៀតផងឆ្នាំម្សាញ់ពោះទេវតាចិញ្ចឹមធ្វើកិច្ចការងារអ្វីតែងតែមានគំនិតជ្រះថ្លានិងប្រាថ្នាអ្វីតែងបានសម្រេចហើយធ្វើការងារតូចធំតែងមានអ្នកទំនុកបម្រុងគ្រប់សពបែបយ៉ាងម៉ោងនាំលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង9យប់ពណ៌នាំលៀបសំណាងពណ៌ខ្មៅនិងសលេខនាំលៀបសំណាងលេខ69និង99សូមខមមិនលេខ168យកលៀបសម្បត្តិសំពៅលួងចំពោះឆ្នាំម្សាញ់នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីមួយតែមានការរៀងស្ទះហើយងាយនឹងមានបញ្ហាជាមួយអ្នកដទៃថែមទៀតផងក្រៅពីនេះដោយសារយូនរបស់លោកអ្នកដាំក្បាលចុះដូច្នេះនាំឲ្យមានការបាត់បង់ប្រាក់កាសជាច្រើនជាងសពមួយដងចំពោះអាជីវករលោកអ្នកមិនត្រូវមានភាពលោភលន់ចង់បានជ្រុលឬភាពច្រណែនឈ្នានីសមិនមើលមុខមើលក្រោយបើពុំនោះទេនឹងនាំផលលំបាកដាក់ខ្លួនទៅវិញរាបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមិនត្រូវព្រើតភ្លើននឹងសេចក្តីស្នេហាឡើយត្រូវចេះអប់រំខ្លួនឯងទៅប្រសើរបំផុតឆ្នាំមមីសេះមេតបនោមលៀបនោមសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតវិញនោះខ្លាចជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនោមលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នោមលៀបសំណាងពណ៌ប្រផេះនិងពណ៌បៃតងលេខនោមលៀបសំណាងលេខ20និង66សូមខមមិនលេខ999យកលៀបសម្បត្តិអុកញ៉ាចំពោះឆ្នាំមមីនៅថ្ងៃនេះការប្រកបការងារឃើញថាមានការខ្សត់ខ្សោយប្រជាប្រិយភាពបន្តិចហើយពិសេសងាយមានក្រុមមនុស្សមកប្រមាថទៀតផងក៏បីប្រយ័ត្នប្រយែងនៅថ្ងៃនេះលោកអ្នកងាយជួបបញ្ហាចម្រូងចម្រាសផងដែរដូច្នេះតតែខិតខំខ្លាំងទើបអាចសម្រេចជោគជ័យធំទៅរួចសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីការចេញជួញទីជិតឆ្ងាយក៏បីមានការប្រយ័ត្នប្រយែងប្រាក់កាសបន្តិចព្រោះថាងាយនឹងបាត់បង់និងក្រុមមនុស្សអន្តពានលួចឆក់ប្លន់ណាស់ដែររេបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំឬពោះម៉ាយម៉ាយក្តីត្រូវចេះទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពុំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាពំខានឆ្នាំមមេប្រពេមាសមានបារមីដូចជាមានអំណាចមានមនុស្សតាមជួយជ្រោមជ្រែងការងារតូចធំដើម្បីឲ្យអ្នកមានអនាគតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនាំលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង8យប់ពណ៌នាំលៀបសំណាងពណ៌ខ្មៅនិងស្វាយលេខនាំលៀបសំណាងលេខ19និង29សូមខមមិនលេខ555យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំមមេនៅថ្ងៃនេះដោយសារដួងរាសីរបស់លោកអ្នកឡើងខ្ពស់ដូច្នេះធ្វើឲ្យដំណើរជីវិតរបស់លោកអ្នកមានការរីកលូតលាស់និងជឿនលឿនទៅមុខជានិច្ចក្រៅពីនេះប
បញ្ហាតូចធំដែលតែងតែធ្លាប់មានយាយីក៏ជៀសចេញឆ្ងាយដែលធ្វើឲ្យលោកអ្នកមានការសប្បាយចិត្តសប្បាយកាយច្រើនជាងមុនសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីលោកអ្នកចូលគប្បីបង្កើនទំនាក់ទំនងជាមួយអ្នកដទៃឲ្យបានច្រើនព្រោះអាចផ្ដល់ផលប្រយោជន៍មកវិញយ៉ាងច្រើនជាពុំខានរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំពោះម៉ាយប្តីត្រូវយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខឆ្នាំវោកស្វាមន្ត្រីចិញ្ចឹមនោមលៀបនោមជ័យនោមសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចហើយអនាគតវិញនោះខ្លាយជាអ្នកមានទ្រព្យស្ដុកស្ដំម៉ោងនោមលៀបសំណាងម៉ោង5ព្រឹកដល់ម៉ោង6ល្ងាចពណ៌នោមលៀបសំណាងពណ៌សនិងខ្មៅលេខនោមលៀបសំណាងលេខ1និង69សូមខមមិនលេខ999យកលៀបសម្បត្តិអភិជនចំពោះឆ្នាំវោកនៅថ្ងៃនេះការប្រកបការងារតែងតែមានការរៀងស្ទះនិងមានបញ្ហាយីចំពោះមុខច្រើនហេតុនេះក៏បីមានការប្រយ័ត្នប្រយែងក្រៅពីនេះបើលោកអ្នកចង់ប្រកបការងារអ្វីមួយនៅក្នុងថ្ងៃនេះតែងតែមានការបាំងភ្នែកបាំងចិត្តនាំឲ្យអ្នកមិនស្រួលចិត្តឡើយចំណែកអ្នកប្រកបមុខរបរជួញដូររកស៊ីវិញមានការលំបាកច្រើនពិសេសឲ្យប្រយ័ត្នកើតចំនួនវិវាទណាមួយកើតឡើងថែមទៀតផងរីឯបញ្ហាស្នេហាប្រុសស្រីចូលប្រយ័ត្នអ្នកក្រៅញុះញង់ចាក់ដោតនាំឲ្យកើតចំនួនវិវាទឆ្នាំរកាមួននោមលៀបឧបរាជចិញ្ចឹមមានលៀបមានជ័យនិងមានមនុស្សម្នានោមគ្នាស្រឡាញ់សាទរម៉ោងនោមលៀបសំណាងម៉ោង4ព្រឹកដល់ម៉ោង5ល្ងាចពណ៌នោមលៀបសំណាងពណ៌ទឹកក្រូចនិងឈាមជ្រូកលេខនោមលៀបសំណាងលេខ27និង49សូមខមមិនលេខ999យកលៀបសម្បត្តិអភិជនចំពោះឆ្នាំរកានៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេហើយពិសេសធ្វើអ្វីតែងតែជួបបញ្ហាប្រទែងប្រទើសនិងកើតរឿងរ៉ាវជាច្រើនចំពោះមុខទៀតផងបើធ្វើអ្វីលោកអ្នកចូលចេះអត់ធ្មត់និងតស៊ូបន្តិចទើបឆ្លងកាត់ផលលំបាកនេះទៅរួចចំពោះអ្នកប្រកបមុខរបរជួញដូររកស៊ីលោកអ្នកមានភាពប្រទែងប្រទើសក្នុងក្រុមគ្រួសារនិងអ្នកមានមុខរបរដូចគ្នាទៀតផងរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ធ្វើជាគូគប់ចូលពិនិត្យពិច័យឲ្យបានច្បាស់លាស់ទើបមិនត្រូវរែកពួនកម្មនៅពេលក្រោយឆ្នាំចសនៈនោមលៀបអុកញ៉ាចិញ្ចឹមមានសំណាងឈ្នះរាល់មាសត្រូវនិងប្រាថ្នាអ្វីតែងបានសម្រេចនិងអនាគតខ្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដំម៉ោងនោមលៀបសំណាងម៉ោង8ព្រឹកដល់ម៉ោង7ល្ងាចពណ៌នោមលៀបសំណាងពណ៌ផ្ទៃមេឃនិងពណ៌ស្វាយលេខនោមលៀបសំណាងលេខ45និង66សូមខមមិនលេខ168យកលៀបសម្បត្តិអភិជនចំពោះឆ្នាំចនៅថ្ងៃនេះលោកអ្នកត្រូវរក្សាភាពនិងថឹងមិនត្រូវយកភាពមានះនិងទោសៈមោហៈដាក់ខ្លួនទេហើយត្រូវចេះផ្ដល់ការអភ័យទោសឲ្យបានច្រើនទើបដំណើរជីវិតមានភាពសុខដុមនិងការរីកដុលឿនជាងនេះផងសម្រាប់អ្នកប្រកបមុខរបរជួញដូររកស៊ីមិនមានការប្រែប្រួលប្ដូរផ្លាស់គួរជាទីកត់សម្គាល់ឡើយគឺដូចសពមួយដងរីបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការលូតលាស់ទៅមុខបន្តិចបន្តួចហើយពិសេសងាយនឹងកើតចំនួនវិវាទថែមទៀតផងឆ្នាំកោជ្រូកនោមលៀបនោមជ័យនោមសុភមង្គលប្រាថ្នាអ្វីតែងបានសម្រេចម៉ោងនោមលៀបសំណាងម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នោមលៀបសំណាងពណ៌សនិងក្រហមលេខនោមលៀបសំណាងលេខ11និង61សូមខមមិនលេខ999យកលៀបសម្បត្តិទេវតាទ្រព្យចំពោះឆ្នាំកោនៅថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកបណ្ដាក់ទុនរកស៊ីចរចាឬចុះហត្ថលេខាអ្វីមួយពីព្រោះថាផលជាផ្លែផ្កាមកវិញនោះគ្រាន់ជាទីកក់ក្ដៅផងដែររីអ្នកប្រកបមុខរបរជួញដូររកស៊ីបើលោកអ្នកចុះកិច្ចសន្យាអ្វីមួយកុំសង្ឃឹមពេកប្រយ័ត្នខកបំណងពីព្រោះថាមិនដូចសេចក្តីប្រាថ្នាប៉ុន្មានទេរីបញ្ហាសេចក្តីស្នេហាប្រុសស្រីទុកចិត្តគ្នាហើយមិនត្រូវយកភាពប្រចែប្រច័ណ្ឌដឹកមុខឡើយបើពំនោះទេនឹងបាត់បង់មនុស្សជាទីស្រឡាញ់ជាពុំខាន